សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់កំបាំងដែលនៅក្នុងថ្ងៃនេះយើងនឹងនិយាយតាក់ទងទៅនឹងរឿងរ៉ាវរបស់ពូហៀងក៏ដូចជាសត្វឆ្កែដែលគាត់បានសម្លាប់អញ្ចឹងចង់ដឹងថាសាច់រឿងនឹងទៅជាយ៉ាងណាជាងចូលទៅកាន់សាច់រឿងពេញទាំងអស់គ្នាដោយសាច់រឿងនេះគឺបានកើតឡើងប្រហែលជា6-7ឆ្នាំមុនដោយពូហៀងគឺជាមនុស្សម្នាក់ដែលចូលចិត្តប្រើប្រាស់នៅកំហឹងមែនតែនគឺដើម្បីដោះស្រាយបញ្ហាឬក៏និយាយអីមួយអញ្ចឹងគាត់តែងតែប្រើសម្លេងធំនិងពោរពេញដោយកំហឹងជាប្រចាំពូហៀងគឺមានប្រពន្ធប៉ុន្តែអត់ទាន់មានកូនទេហើយនៅផ្ទះជួលជាមួយនឹងប្រពន្ធគាត់នឹងឯងដោយពូហៀងចូលចិត្តប្រើប្រាស់នៅកំហឹងអញ្ចឹងគាត់តែងតែខឹងឆ្លោះគ្នាជាមួយនឹងអ្នកជិតខាងឬក៏បោះបោកនៅរបស់របរដែលនៅផ្ទះគាត់ជានិច្ចឲ្យតែមានណាគេមកប៉ះឬក៏មានរឿងជាមួយនឹងគាត់ហ្នឹងគឺគាត់តែងតែប្រើកំហឹងហ្នឹងដើម្បីនិយាយជាមួយគេនឹងដោះស្រាយបញ្ហាជានិច្ចហើយឲ្យតែរឿងតូចធំណាក៏ដោយក៏គាត់តែងតែខឹងគេដែរហើយគ្រាន់តែសម្រាមហោះចូលផ្ទះគាត់តែមួយឬក៏ពីររបស់អ្នកជិតខាងគាត់ហ្នឹងក៏គាត់ខឹងថាឲ្យគេថាហេតុអីបានអត់ទុកសម្រាមធំធៅអីចឹងទៅប៉ុន្តែគឺសំណាងមែនតើដោយគាត់ហ្នឹងគឺមានប្រពន្ធគាត់ដែលមានឈ្មោះថាមីងមីគឺជាអ្នកដែលបង្ក្រាបទៅលើពូហៀងបានណាព្រោះនៅពេលដែលពូហៀងខឹងឬក៏ឆ្លោះគ្នាជាមួយនឹងអ្នកផ្សេងអញ្ចឹងគឺមានតែមីងមីដែលជាប្រពន្ធគាត់ទេតែងតែទប់នៅកំហឹងរបស់ពូហៀងហើយឲ្យតាប្រពន្ធរបស់គាត់និយាយបន្តិចទៅពូហៀងគឺឈប់តបតជាមួយនឹងអ្នកដែលឆ្លោះគ្នាជាមួយគាត់នឹងហើយគឺដូរនៅអត្តចរិតភ្លាមហ្មងនិយាយទៅគាត់ស្រឡាញ់ប្រពន្ធគាត់ហ្មងណាអ្នកនរគ្នាហើយសាច់រឿងក៏បានកាត់ចូលមកនៅពេលយប់មួយដោយពេលហ្នឹងគឺមានសម្លេងទូរស័ព្ទរោនៅក្នុងបន្ទប់របស់គាត់ហ្នឹងមីងមីក៏បានលើកទូរស័ព្ទហ្នឹងហើយនៅពេលដែលលើកទៅគាត់ក៏និយាយទៅដឹងថាជាបងប្អូនរបស់គាត់ដែលនៅផ្ទះខាងម៉ាក់ការខលមកមួយហ្នឹងគឺមានគោលបំណងឲ្យមីងមីដែលជាប្រពន្ធរបស់ពូហៀងហ្នឹងទៅមើលម៉ាក់ដែលជាម៉ាក់មីងមីហ្នឹងគឺគាត់ឈឺអត់មានណាគេនៅជួយមើលទេហើយអ្នកដែលខលមកហ្នឹងគឺក្មួយរបស់មីងមីដែលជាកូនក្មេងតូចអាយុធំ10ឆ្នាំអីជាងទេហើយប្អូនរបស់មីងមីក៏ធ្វើការនៅខេត្តមួយទៀតដែរចឹងហើយអត់ទាន់មានណាគេជួយមើលម៉ាក់របស់មីងមីកំពុងតែឈឺនឹងទេមីងមីនៅពេលដែលនិយាយជាមួយនឹងក្មួយរបស់គាត់ចប់ហើយគាត់ក៏សម្រេចចិត្តថាស្អែកហ្នឹងគាត់ទៅមើលម៉ាក់របស់គាត់ដែលឈឺនៅខេត្តហ្នឹងព្រោះប្អូនរបស់គាត់ប្រហែលជា3ទៅ4ថ្ងៃទៀតបានប្អូនរបស់គាត់ហ្នឹងទៅមើលម៉ាក់របស់គាត់ហើយដូរមកគាត់ហ្នឹងមកផ្ទះវិញអញ្ចឹងណាទាំងអស់គ្នាដល់ពេលគាត់សម្រេចចិត្តថានឹងទៅមើលម៉ាក់គាត់នៅថ្ងៃស្អែកអញ្ចឹងទៅគាត់ក៏និយាយជាមួយនឹងពូហៀងថាគាត់នឹងត្រូវទៅថ្ងៃស្អែកហ្នឹងហើយក៏គេងជុំគ្នានៅយប់ហ្នឹងហើយផឹកឡើងគាត់ក៏ធ្វើដំណើរទៅផ្ទះរបស់ម៉ាក់គាត់ដើម្បីមើលម៉ាក់គាត់ឈឺហ្នឹងប៉ុន្តែគាត់បានផ្ដាំទៅពូហៀងថាអត់មានត្រូវទៅឆ្លោះគ្នាជាមួយនឹងអ្នកជិតខាងឬក៏ទៅមានបញ្ហាជាមួយនឹងណាគេទេព្រោះតែថាគាត់អត់នៅផ្ទះចឹងប្រយ័ត្នតែមានរឿងអីគឺធំអីចឹងទៅហើយគាត់ទៅតែ3ថ្ងៃទេអញ្ចឹងហើយសូមឲ្យពូហៀហ្នឹងគឺទប់អាកំហឹងរបស់គាត់កុំឆ្លោះជាមួយណាគេឲ្យសោះហើយគាត់ក៏បន្តទៀតដោយទៅប្តីប្រពន្ធធម្មតាអញ្ចឹងទៅគាត់ថាតែមានរឿងទៀតដឹងតែត្រូវហ្មងអាប៉ែឯងដល់ពេលគាត់លើប្រពន្ធគាត់ថាឲ្យចឹងហើយគាត់ក៏អាតាមប្រពន្ធគាត់ទៅព្រោះអីគាត់ក៏ចង់ឲ្យប្រពន្ធគាត់ហ្នឹងទៅមើលម៉ាក់ក្មេករបស់គាត់ឲ្យស្ងប់ចិត្តកុំឲ្យមានរឿងប្រើដែរតាក់ទងមួយគាត់អីដែរចឹងទៅគាត់ក៏អូខេតាមប្រពន្ធគាត់ហើយប្រពន្ធគាត់ក៏ចាក់ចេញទៅប៉ុន្តែប្រពន្ធគាត់ផ្ដាំមកតបានមួយថ្ងៃសុបួរផងពហៀងហ្នឹងក៏មានរឿងប៉ុន្តែរឿងលើកនេះគឺមិនមែនរឿងជាមួយនឹងមនុស្សទៀតទេគឺរឿងជាមួយនឹងសត្វឆ្កែវិញម្ដងដោយនៅពេលវេលាម៉ោង2-3រសៀលហ្នឹងគាត់ក៏បានដើរទៅទិញអីនៅតូបចាប់ហួយនៅកន្លែងដែលផ្ទះជួលហ្នឹងបន្ទាប់មកគាត់ក៏ដើរជន់អាឆ្កែមួយដែលនៅក្នុងផ្ទះជួលហ្នឹងរហូតឆ្កែហ្នឹងគឺជាឆ្កែដែលអនាថាទេប៉ុន្តែវាតែងតែមកដេកនៅកន្លែងផ្ទះជួលហ្នឹងជាញឹកញយព្រោះអីវាត្រជាក់ហើយណាមួយមានគេចូលចិត្តបោះអីឲ្យវាស៊ីអញ្ចឹងទៅអញ្ចឹងហើយបានវាចូលចិត្តមកដេកមកអីនៅកន្លែងម្ដុំផ្ទះជួលរបស់ពូហៀងដែលគាត់រស់នៅហ្នឹងស្រាប់តែពេលដែលគាត់ដើរទៅហ្នឹងគាត់អត់បានមើលអាសត្វឆ្កែដែលកំពុងតែដេកនៅនឹងក្រោមដីហ្នឹងទេ
គាត់ក៏បានដើរទៅកន្លែងចាប់ហួយហ្នឹងរួចហើយក៏ជន់ទៅអាសត្វឆ្កែដែលកំពុងដេកហ្នឹងឆ្កែហ្នឹងដល់ពេលដែលអញ្ចឹងហើយវាក៏ការពារខ្លួនវាដែរជាធម្មតានៅពេលដែលមានណាគេមកប៉ះពាល់វាដឹងតែការពារខ្លួនហើយអញ្ចឹងហើយវាភ្ញាក់ហើយវាក៏តបាក់ទៅជើងរបស់ពូហៀងដែលគាត់បានដើរទៅទិញអីវ៉ាន់ហ្នឹងពូហៀងនៅពេលដែលឆ្កែខំអញ្ចឹងគាត់ស្រែកអូយហើយគាត់ក៏ខឹងនៅអាសត្វឆ្កែហ្នឹងមែនតើថាហេតុអីបានមកខំគាត់អញ្ចឹងប៉ុន្តែគាត់អត់បានចាប់អារម្មណ៍ទេថាគាត់ហ្នឹងគឺបានជន់ណាកតុយឆ្កែប៉ុន្តែវាតិចមែនតើធ្វើឲ្យគាត់នឹងអត់ចាប់អារម្មណ៍ថាគាត់បានជន់នៅកតុយរបស់វាទេហើយដល់ពេលអញ្ចឹងទៅអាកំហឹងដែលគាត់មាននឹងគឺផ្ទុះឡើងភ្លាមហើយគាត់ក៏បានដេញវាយអាសត្វឆ្កែនឹងយកនៅពេលដែលសត្វឆ្កែនឹងខំគាត់មកដោយដេញវាយផងដេញគប់ផងហើយអ្នកដែលនៅក្នុងផ្ទះជួលជាមួយនឹងគាត់ហ្នឹងគឺព្យាយាមខាត់គាត់ដែរថាកុំទៅវាយសត្វឆ្កែនឹងអីសត្វឆ្កែនឹងវា slow ទេប៉ុន្តែពូហៀងគឺខឹងខ្លាំងមែនតើហើយគឺអត់ស្ដាប់ណាគេទាំងអស់អ្នកនរគ្នាគឺព្យាយាមវាយឆ្កែហ្នឹងគឺសម្លាប់ចោលយកហ្មងព្រោះគាត់ខឹងខ្លាំងមែនតើហើយប៉ុន្តែគាត់អត់បានដឹងថាគាត់នឹងបានជន់ឆ្កែនឹងទេគាត់គិតថាឆ្កែនឹងសុកមកខំគាត់អញ្ចឹងហើយបានគាត់ផ្ទុះអាកំហឹងរបស់គាត់នឹងគឺខ្លាំងយកមែនតើហើយនៅពេលដែលគាត់ដេញវាយមកសតុះធំគាត់ក៏បានវាយឆ្កែនឹងឡើងសង្ងល់ហើយមកសតុះក្រោយមកឆ្កែនឹងក៏ដាច់ខ្យល់ហើយស្លាប់យកហ្មងទៅដោយនៅពេលដែលគាត់វាយឆ្កែនឹងងាប់ចឹងហើយគាត់ក៏ដឹងថាឆ្កែនឹងគឺអត់មានម្ចាស់ទេព្រោះអីឆ្កែណាថាវាមកនៅនឹងប្រហែលជាយូរណាស់ហើយចឹងទៅគាត់ក៏យកឆ្កែនឹងមកស៊ីតែម្ដងគឺអត់មានគិតច្រើនទេគឺវាយងាប់ហើយយកមកស៊ីហ្មងគឺខ្លាំងមែនតើដោយអ្នកភូមិហ្នឹងគឺគាត់ហើយគាត់កុំឲ្យវាយឆ្កែម្ដងហើយគាត់កុំឲ្យស៊ីឆ្កែនឹងម្ដងហើយគាត់គឺអត់ស្ដាប់ទេនិយាយទៅប្រពន្ធគាត់អត់នៅគឺអត់មានណាគេសង្កត់អាកំហឹងរបស់គាត់ហ្នឹងណាគឺសម្រាប់ឆ្កែហើយគឺយកមកស៊ីធម្មតាអត់មានបញ្ហាអីដល់ពេលហើយគាត់ក៏បានខលទៅមិត្តភ័ក្តិរបស់គាត់ហ្នឹងថាឲ្យទិញបន្លែទិញដូងទាំងអីមកដើម្បីធ្វើឆ្កែនឹងស៊ីតែហ្មងព្រោះគាត់មានឆ្កែតំតាវាយងាប់ហើយទិញប៊ីយ៉ាទាំងអីមកផឹកផងកុំឲ្យខាតព្រោះសត្វឆ្កែមិនងាយមានទេគាត់និយាយជាមួយនឹងមិត្តភ័ក្តិគាត់អញ្ចឹងបន្ទាប់មកមិត្តភ័ក្តិគាត់ជាមួយនឹងគាត់នឹងគឺជុំគ្នាផឹកស៊ីនៅពេលល្ងាចហ្នឹងហើយក្រោយពីធ្វើឆ្កែហើយមានទាំងប៊ីយ៉ាទាំងអីជុំគ្នាអស់គាត់ក៏បានប្រាប់នឹងរឿងរ៉ាវដែលគាត់នឹងវាយឆ្កែស៊ីហ្នឹងព្រោះតែឆ្កែហ្នឹងវាឈួតវាមកខំគាត់ចឹងទៅហើយក៏បន្តទៅទាំងអំនួតទៀតថាតាឆ្កែខំអញហើយអញដឹងតាស៊ីហើយតាភ្លើអញ្ចឹងនោះតួឯងមានម្ចាស់ឬក៏អត់ម្ចាស់ក៏ដោយក៏អញដឹងតែវាយស៊ីដែរគាត់និយាយចឹងយកហ្មងណាអ្នកនរគ្នាដែលមិត្តភក្តិគាត់វិញលឺអញ្ចឹងហើយគាត់ថាដូចលើសហើយប៉ុន្តែគេក៏អត់ហ៊ាននិយាយអីច្រើនជាមួយនឹងគាត់ដែរព្រោះតែថាមិត្តភក្តិគាត់ហ្នឹងគឺដឹងថាគាត់ហ្នឹងគឺតែងតែចូលចិត្តប្រើអាកំហឹងនិងអាភាពដែលគាត់ខ្លាំងហ្នឹងបញ្ចេញមកក្រោយពីជប់លៀងជុំគ្នាអីអស់ចិត្តអស់ចង់ហើយគាត់និងមិត្តភ័ក្តិហ្នឹងក៏បែកផ្លូវគ្នាមិត្តភ័ក្តិគាត់ក៏ទៅផ្ទះគាត់ហ្នឹងក៏ចូលមកក្នុងបន្ទប់ដើម្បីសម្រាកពួកអីស្អែកហ្នឹងក៏ត្រូវទៅធ្វើការធម្មតាដែរប៉ុន្តែចាប់ពីពេលនេះទៅគឺគ្រឿងទាំងអស់បានផ្លាស់ប្ដូរហើយដោយនៅយប់ម៉ោង1កដាធៀបហ្នឹងអ្នកចិត្តខាងរបស់គាត់ហ្នឹងគឺបានឮសលេងឆ្កែលូទាំងដែលនៅក្នុងផ្ទះជួលរបស់គាត់ហ្នឹងគឺអត់មានឆ្កែទៀតទេក្រៅពីឆ្កែមួយដែលពូហៀងហ្នឹងគឺបានវាយហ្នឹងអញ្ចឹងហើយអ្នកភូមិហ្នឹងដែលនៅផ្ទះជួលមួយគាត់ហ្នឹងក៏រៀងឆ្ងល់ដែរថាមិនសុកមានឆ្កែមកលូកដាយប់អញ្ចឹងប៉ុន្តែអ្នកទាំងអស់គ្នាដែលនៅជុំវិញផ្ទះរបស់ពូហៀងហ្នឹងគឺអត់បានចាប់អារម្មណ៍អីច្រើនទេក៏គេគិតថាឆ្កែតំតាមកពីណាអីទៀតអញ្ចឹងទៅហើយមួយថ្ងៃនៃយប់ហ្នឹងគឺក៏បានកន្លងផុតប៉ុន្តែយប់ស្អែកឡើងគឺបន្ទាប់ពីថ្ងៃដែលអ្នកភូមិដែលនៅផ្ទះជួលហ្នឹងឮសលេងឆ្កែលូហ្នឹងគេក៏ឮសលេងឆ្កែលូហ្នឹងម្ដងទៀតនៅយប់បន្ទាប់ហ្នឹងដោយដំបូងឡើយហ្នឹងគឺមានតែមនុស្សម្នាក់ពីរនាក់ចេញមកមើលនិងស្ដាប់សលេងហ្នឹងទេប៉ុន្តែអាសលេងហ្នឹងវាកាន់តែឮទៅធ្វើឲ្យ
ឡើងមកផ្ទះជួលហ្នឹងជុំមាន10 20បន្ទប់ហ្នឹងគឺចេញមកទាំងអស់គ្នាយកតែម្ដងហើយសលេងលើកនេះវាមិនមែនដូចជាសលេងឆ្កែលូទេវាបែរដូចជាសលេងមនុស្សបន្តិចសលេងឆ្កែបន្តិចអីចឹងដូចមិនមែនឆ្កែ 100% អ្នកនៅផ្ទះជួលហ្នឹងឆ្ងល់យកមែនតើថាហេតុអីបានឮថាឆ្កែលូនោះដូចមនុស្សដែលធ្វើសលេងឆ្កែលូហ្នឹងហើយនៅពេលដែលគេបើកទ្វារមកអត់មានឃើញឆ្កែណាទេប៉ុន្តែសំឡេងនៃឆ្កែលូហ្នឹងគឺចេញពីបន្ទប់របស់ពូហៀងវិញដំបូងឡើយហ្នឹងគេគិតថាពូហៀងហ្នឹងអាចនឹងឆ្លងជំងឺពីសត្វឆ្កែហ្នឹងព្រោះគេគិតថាឆ្កែហ្នឹងឆ្កួតអញ្ចឹងទៅហើយពូហៀងនៅពេលដែលត្រូវឆ្កែខាំហ្នឹងអត់មានទៅចាក់ថ្នាំអត់មានទៅអីទេគឺបែរជាមកវាយឆ្កែនឹងស៊ីជំនួសនឹងការចាក់ថ្នាំវិញដល់អញ្ចឹងហើយគេគិតថាពូហៀងឆ្កួតប៉ុន្តែអ្នកខ្លះវិញក៏គេគិតថាតិចអាខ្មោចឆ្កែហ្នឹងមកតាមឡងចូលសន្ធិដ្ឋពូហៀងទៅដំបងមានតែម្នាក់អីគេគិតថាខ្មោចឆ្កែហ្នឹងតាមពូហៀងហ្នឹងប៉ុន្តែអាការគិតហ្នឹងវាបានរីកដាទាំងអស់គ្នាអ្នកមកជុំទិសនៃផ្ទះជួលហ្នឹងគឺគេគិតអញ្ចឹងទាំងអស់គ្នាហ្មងថាពូហៀងគឺដឹងតែមានសត្វឆ្កែហ្នឹងគឺចូលសន្ធិដ្ឋខ្លួនគាត់ហើយប៉ុន្តែគេអត់ហ៊ានធ្វើអីទេគឺចាំដល់ពេលព្រឹកព្រោះអីគេខ្លាចពូហៀងមែនតែនពូហៀងតែងតាឆ្លោះគ្នាជាមួយគេអីចឹងអ្នកខ្លះក៏អត់សូវចូលចិត្តពូហៀងអ្នកខ្លះក៏ខ្លាចអ្នកខ្លះក៏អត់ហ៊ានចូលទៅអញ្ចឹងទៅហើយអ្នកចិត្តខាងគាត់ហ្នឹងគឺបានត្រឹមតាខទៅប្រពន្ធរបស់ពូហៀងទេប៉ុន្តែដោយសារតាយប់ជ្រៅណាស់ហើយប្រពន្ធរបស់ពូហៀងហ្នឹងក៏អត់បានលើកទូរស័ព្ទហើយអាសលេងឆ្កែលូចេញពីបន្ទប់ពូហៀងហ្នឹងក៏វាស្ងប់ទៅម្ដងតិចតពី5ទៅ20នាទីនឹងមកនៅពេលផឹកឡើងហ្នឹងប្រពន្ធពូហៀងក៏បានខលមកអ្នកចិត្តខាងរបស់ពូហៀងវិញថាយប់មិញគឺមិនបានខលមកគាត់អញ្ចឹងទាំងកដាយប់កដាអីប៉ុន្តែអ្នកភូមិហ្នឹងក៏អត់ទាន់ដាច់ចិត្តចង់ប្រាប់ទៅប្រពន្ធរបស់ពូហៀងប្រហែលទេពួកអីគេក៏ដឹងថាប្រពន្ធពូហៀងហ្នឹងត្រូវទៅមើលម្ដាយរបស់គាត់ប៉ុន្តែអ្នកដែលនៅផ្ទះជួលហ្នឹងគឺអត់ដាច់ចិត្តថាអត់ប្រាប់ប្រពន្ធក៏អត់កើតដែរអញ្ចឹងហើយគាត់ក៏បានប្រាប់ទៅប្រពន្ធពូហៀងថាយប់មិញគឺគាត់ឮសលេងឆ្កែលូចេញពីបន្ទប់របស់ពូហៀងហើយក៏បានរៀបរាប់ថាពូហៀងហ្នឹងគឺបានទៅវាយឆ្កែស៊ីដោយសារតែឆ្កែហ្នឹងគឺខំពូហៀងហើយអត់បានទៅចាក់ថ្នាំអីទេគឺហៅមិត្តភ័ក្តិមកផឹកស៊ីជុំគ្នានៅអាថ្ងៃដែរមីងមីហ្នឹងគឺបានទៅមើលម៉ែរបស់គាត់ហ្នឹងមកហើយអាសំឡេងលូចេញពីបន្ទប់ពូហៀងហ្នឹងគឺ2ថ្ងៃហើយមកដល់ថ្ងៃនេះគឺថ្ងៃទី3បាត់ទៅហើយមីងមីវិញគ្រាន់តែលឺអញ្ចឹងភ្លាមគាត់បុកពោះភ័យខ្លាំងមែនតើព្រោះអីប្តីគាត់បែរជាមានរឿងអញ្ចឹងកើតឡើងទាំងដែលម៉ាក់គាត់ហ្នឹងគឺកំពុងតែឈឺផងហើយថ្ងៃហ្នឹងពេលល្ងាចហ្នឹងគាត់ត្រូវទៅត្រឡប់ទៅផ្ទះវិញហើយប៉ុន្តែស្រាប់តែផឹកឡើងភ្លាមគឺអ្នកចិត្តខាងហ្នឹងខលប្រាប់គាត់បែបហ្នឹងគាត់ភ័យខ្លាំងមែនតើគាត់បារម្ភពីម៉ាក់គាត់ផងគាត់បារម្ភពីប្តីរបស់គាត់ផងហើយគាត់ក៏បានរៀបចំឲ្យវ៉ាន់ហ្នឹងគឺចេញមកភ្លាមតែម្ដងគឺមកផ្ទះដែលជាផ្ទះជួលជាមួយនឹងពូហៀងឡើងវិញហើយឲ្យក្មេងៗហ្នឹងគឺនៅមើលម៉ាក់របស់គាត់ប្រហែលជាមកល្ងាចទៅព្រោះប្អូនរបស់គាត់ហ្នឹងគឺឡើងពីខេត្តមកមើលម៉ាក់គាត់ដែរហើយប៉ុន្តែបកមកពូហៀងវិញពូហៀងគឺអត់បានចេញពីបន្ទប់ទេនៅថ្ងៃទី2ហ្នឹងប៉ុន្តែនៅពេលដែលផឹកឡើងដែរបន្ទាប់ពីអ្នកចិត្តខាងគឺខលទៅប្រពន្ធគាត់និយាយជាមួយនឹងប្រពន្ធគាត់ហើយហ្នឹងគាត់ស្រាប់តាចេញពីបន្ទប់មកប៉ុន្តែគាត់អត់ដើរជើង2ដូចជាមនុស្សទៀតទេគឺចេញមកគឺដើរជើង4គួរឲ្យខ្លាចមែនតើតែម្ដងមុខគាត់គឺស្លេកស្លាំងយកមែនតើហើយចំពោះមាត់វិញគឺហៀទឹកមាត់ជានិច្ចហើយដើរទៅជើង4ហ្នឹងគឺដូចទៅនឹងសត្វឆ្កែយកមែនតើតែម្ដង
អ្នកផ្ទះជួលឃើញចឹងភ្លាមគឺភ័យខ្លាចយកមែនតើតែម្ដងហើយអ្នកភូមិប្រមាណអ្នកហ្នឹងគឺព្យាយាមចូលទៅចាប់គាត់ដែរប៉ុន្តែនៅពេលដែលចូលទៅចាប់គាត់ត្រឹមតែ2នាក់អីហ្នឹងណាគឺពូហៀងហ្នឹងគឺប្ររះហើយខំព្យាយាមខំអ្នកដែលចូលទៅចាប់គាត់ហ្នឹងឡើងចង់ចិញ្ចឈាមទៀតគឺដូចទៅនឹងសត្វឆ្កែដែលឈួតហ្នឹងគឺ100%បាត់ទៅហើយដល់ពេលអញ្ចឹងហើយគឺអត់មានអ្នកភូមិណាហ៊ានចូលទៅក្បែរនឹងពូហៀងទេបើសិនជាចូលក៏ចូលទៅច្រើនអ្នកដែរហើយអ្នកភូមិក៏បានចាប់ពូហៀងបានសម្រេចបន្ទាប់ពីហៅផុសនៅក្នុងភូមិប្រមាណអ្នកមកចាប់គឺឡើង5 6នាក់មកចាប់ដៃចាប់ជើងគាត់ហ្នឹងគឺចងគាត់ជាប់ព្រោះតែថាគេខ្លាចពូហៀងហ្នឹងទៅខំពីណាគេម្នាក់អីចឹងទៅគឺឆ្លងបញ្ហាដែលគាត់កំពុងតែជួបប្រទះហ្នឹងទៅអ្នកផ្សេងទៀតអញ្ចឹងក្រោយពីបានចងពូហៀងហើយប្រពន្ធរបស់ពូហៀងហ្នឹងគឺបានមកដល់ផ្ទះដែលជាផ្ទះជួលរបស់គាត់នៅជាមួយនឹងពូហៀងហ្នឹងក៏ឃើញសភាពប្តីហើយគឺគាត់បាក់ទឹកចិត្តយំយកហ្មងថាហេតុអីបានប្តីហ្នឹងទៅធ្វើរឿងដែលជារឿងមិនគួរគប្បីអញ្ចឹងទាំងដែលសត្វឆ្កែហ្នឹងគឺអត់មានបញ្ហាអីទេបែរជាមកវាយឆ្កែស៊ីទាំងដែលខ្លួនហ្នឹងគឺសន្យាជាមួយនឹងគាត់ថាអត់មានរឿងទៅជាមួយនឹងណាគេប៉ុន្តែបែរជាមកមានរឿងជាមួយនឹងសត្វឆ្កែវិញនៅពេលដែលគាត់យំឡើងមកស្ទុះចឹងទៅអ្នកភូមិក៏បានប្រាប់គាត់ពីបញ្ហានឹងរឿងដែលកើតមានមិញហ្នឹងមុនពេលដែលគាត់មកហ្នឹងគឺពហៀងខំគេខំឯងពេញហ្នឹងចឹងទៅហើយគាត់និងអ្នកភូមិហ្នឹងក៏ទៅនិមន្តព្រះសង្ឃដើម្បីមកមើលប្តីគាត់ព្រោះតែប្តីគាត់ហ្នឹងគឺមានសភាពយ៉ាប់មែនតែនហើយគឺប្រកាច់ហើយហៅតែខំគេខំឯងទេអញ្ចឹងហើយនៅពេលដែលព្រះសង្ឃនិមន្តមកដល់គាត់ក៏បានប្រោះព្រំស្រោចទឹកមន្តទៅដល់ពូហៀងហើយគាត់ក៏បានប្រាប់ទៅអ្នកភូមិក៏ដូចជាប្រពន្ធរបស់ពូហៀងថាពូហៀងហ្នឹងគឺបានបំពេញទៅលើសត្វឆ្កែហ្នឹងព្រោះតែថាគ្នាគ្រាន់តែធំការពារខ្លួនទេប៉ុន្តែពូហៀងវិញបែរជាសម្លាប់គ្នាចោលហើយស៊ីនៅសាច់របស់គ្នាទៀតអញ្ចឹងហើយទើបបានជាសត្វឆ្កែហ្នឹងគឺអាចចូលទៅក្នុងខ្លួនរបស់ពូហៀងបានហើយធ្វើឲ្យពូហៀងហ្នឹងគឺពិបាកដូចជាអីដែរពូហៀងហ្នឹងបានធ្វើទៅលើសត្វឆ្កែមួយហ្នឹងដោយប្រាប់ចប់ធ្វើពិធីចប់ហើយពូហៀងហ្នឹងក៏បានប្រែមកសភាពធម្មតាវិញហើយគាត់ក៏រៀងភ្ញាក់ផ្អើលតិចដែរថាមិនបានជាមនុស្សច្រើនម៉េះមានប្រសង់មានអីនិមន្តមកគាត់ទៀតហើយមិនក៏គាត់ត្រូវបានគេចងអីចឹងទៅប្រពន្ធគាត់នៅពេលដែលឃើញពូហៀងអស់អីហើយគាត់ក៏អោបពូហៀងហើយអ្នកទាំងអស់គ្នាហ្នឹងក៏បានប្រាប់ពូហៀងហើយពូហៀងក៏ដឹងខ្លួនថាខ្លួនឯងហ្នឹងឈឺដូចទៅនឹងអីដែលគាត់ហ្នឹងធ្វើទៅលើសត្វឆ្កែហ្នឹងចឹងព្រោះតែថាគាត់វាយសត្វឆ្កែហ្នឹងយកតបងវាយហើយអាកន្លែងដែលសត្វឆ្កែហ្នឹងឈឺគាត់ហ្នឹងគឺឈឺដូចទៅនឹងសត្វឆ្កែហ្នឹងចឹងហើយអាការដែលចងដៃចងជើងហ្នឹងគឺដូចទៅនឹងអីដែលគាត់បានចងអាសត្វឆ្កែហ្នឹងនៅពេលដែលគាត់វាយវាហើយហ្នឹងចឹងគឺអ្នកភូមិចងគាត់មិនគឺគាត់ចងសត្វឆ្កែហ្នឹងចឹងចឹងហើយគាត់ក៏យល់ថាគាត់ហ្នឹងគឺបានបំពេញគេពិតប្រាកដមែនហើយចាប់ពីហ្នឹងមកគាត់តែងតែទៅធ្វើបុណ្យដាក់បាតដើម្បីឧទ្ទិសកុសលទៅសត្វឆ្កែហ្នឹងជានិច្ចក៏ដូចជាកែនៅអត្តចរិតពីមនុស្សកោងកាចតែងតែជះកំហឹងទៅលើអ្នកផ្សេងហ្នឹងបែរមកជាមនុស្សដែលសភាពរំទុំរៀបសារដូចទៅនឹងមនុស្សដែលធម្មតាវិញយកមែនតែនសម្បីតាអ្នកដែលនៅជួលក្បែរផ្ទះគាត់ហ្នឹងក៏គេមើលឃើញថាគាត់ឥឡូវបានប្រែខ្លួនពីមនុស្សដែលកោងកាចហ្នឹងប្រែមកជាមនុស្សដែលសភាពនឹងត្រឹមត្រូវវិញផងដែរហើយអ្នកនរគ្នាគួរក៏បីជៀសវាងឲ្យឆ្ងាយមែនតើពីការធ្វើបាបនៅសត្វចិញ្ចឹមឬក៏សត្វអីមួយដែលវាជាសត្វដែលយើងអាចយកមកចិញ្ចឹមបានអញ្ចឹងណាបើសិនជាអ្នកទាំងអស់គ្នាធ្វើបាបវាហើយប៉ះនៅបញ្ហាដូចទៅនឹងពូហៀងវិញគឺអាចនឹងធ្ងន់ជាងពូហៀងក៏ថាបានដែរនេះពូហៀងធម្មតាវាធ្វើបាបវាអត់បានយកជីវិតទេបើសិនជាវាខ្លាំងក្លារហូតដល់យកទាំងជីវិតហ្នឹងគឺវាគួរឲ្យសោកស្ដាយមែនតើចឹងហើយសាច់រឿងរបស់យើងក៏មានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយ and
បាយបាយ